ជំរាបសួរដូច្នេះយើងតសាច់រឿងស្នេហ៍ប្រាយកំណុំយើងតទៀតអ្នកត្រាគាត់ឆ្ងល់ថាហេតុអីក៏មានមនុស្សស្រីធ្វើមកលើគាត់បែបនេះតែគាត់គិតថាវាជារឿងដែលគួរឲ្យអាម៉ាស់តែគាត់បែរជាមានអារម្មណ៍ថាប្លែកថ្មីសម្រាប់គាត់ចាប់អារម្មណ៍អញ្ចឹងនិយាយទៅគាត់ជាមនុស្សអញ្ចឹងដែរអញ្ចឹងគាត់ចាប់អារម្មណ៍អញ្ចឹងអញ្ចឹងមកដើរទៅសួរក្រុមការងាររបស់គាត់ថាម្នាក់ហ្នឹងជាណាគេឲ្យច្បាស់លាស់អញ្ចឹងតែគាត់អត់មានព័ត៌មានទេដោយសារតែវេលាគាត់ទៅនឹងចូលធ្វើការនៅក្នុងក្រុមហ៊ុនហ្នឹងជាលើកដំបូងមានន័យថាគាត់ទៅម្ចាស់កំតាមានតែម្នាក់គត់ដែលស្គាល់ច្បាស់ពីវេលាមានមេរបស់ភក្ត្រាណាមេធំហ្មងតែគាត់អត់ហ៊ានទេដោយសារតែមេមិនអាចទៅសួរដេញដោលសួរអញ្ចឹងបានទេអញ្ចឹងគាត់បានត្រឹមតែសង្កេតមើលទេថ្ងៃថ្មីហើយវេលាគាត់បានដើរចូលធ្វើការជាថ្ងៃដំបូងនៅក្នុងបន្ទប់របស់វិស្វករនិងស្ថាបត្យករហ្នឹងគឺគេធ្វើដាច់ពីគ្នាឲ្យច្បាស់តែគេរៀបបន្ទប់ឲ្យពីរហ្នឹងតែតែនៅទល់មុខគ្នាប៉ុន្តែគេរៀបឲ្យដាច់អញ្ចឹងហើយតួស្រីយើងក្រុមគាត់មាន7នាក់ប្រុស3នាក់ស្រី4នាក់ដោយតួឯកស្រីយើងហ្នឹងគាត់ជាមេក្រុម designer នឹងតែម្ដងគាត់គឺជាអ្នកចេញម៉ូដចេញអីដែលខ្លួនគាត់អញ្ចឹងគាត់រៀងរវល់ដែរត្រូវសាងសង់អគារជាមួយនឹងក្រុមស្ថាបត្យករនិងវិស្វករនោះគាត់គឺត្រូវតែប្រជុំដើម្បីដឹងពីកន្លែងណាត្រូវធ្វើកន្លែងណាអីដើម្បីគេបញ្យល់គ្នាអាហ្នឹងខ្ញុំអត់សូវដឹងច្បាស់ដែរអញ្ចឹងហើយគាត់ត្រូវប្រជុំដោយអធិពលរបស់ស្រីស្អាតតួឯកស្រីរបស់យើងហ្នឹងគឺគាត់គ្រាន់តែដើរចូលក្នុងប្រជុំភ្លាមប្រមិនបាញ់និយាយទេគឺថាចាប់អារម្មណ៍ជាមនុស្សដែលស្អាតមើលទៅ perfect មែនតើពោះក៏ខ្ពស់សាច់សឡូងហ្មងហើយដៃជើងគាត់ចលូនអញ្ចឹងគាត់ទទួលបានភាពជាស្រីស្អាតហ្នឹងទៅកន្លែងណាក៏គាត់ទទួលបានអញ្ចឹងមិនថាបរោះមានប្រពន្ធហើយមិនទាន់មានប្រពន្ធអីទេគឺសិតតែប្រាថ្នាឲ្យតួស្រីយើងមើលមុខឬក៏អង្គុយក្បែរតែតួស្រីយើងបែរជ្រឹះទៅនៅអង្គុយចិត្តតួប្រុសតែធ្វើអារម្មណ៍តួប្រុសពេលហ្នឹងគឺរត់តែឌុកដាក់រំជួភ័យអត់ស្មានអត់ដល់ទេថាតួស្រីគឺទៅអង្គុយចិត្តពេលដែលអង្គុយប្រជុំតួស្រីយើងគឺហ៊ានខ្លាំងមែនតើគាត់បានយកដៃរបស់គាត់ណាតួប្រុសយើងនឹងដែលកំពុងតែស្ដាប់ការប្រជុំតួស្រីយើងគឺប្រហើនមែនតើពេលដែលដាក់ទៅតួប្រុសសឹងថាលោតផុតពីតុកប៉ុន្តែអត់ហ៊ានដោយសារគេមើលមកអត់សមអីបានត្រឹមតែសងំហើយបែកញើសអង្គុយញ័រខ្លួនតាត់ហ្នឹងទោះស្រីយើងអត់ស្ងៀមដៃពេលហ្នឹងគឺរាវទៅរាវមកប៊ីសនឹងចោះនឹងនិយាយថាម៉េចប៊ីសនឹងចំរបស់ពិសេសរបស់តួប្រុសប៉ុន្តែពេលហ្នឹងតួប្រុសគឺហត់តែមានអារម្មណ៍កាន់តាពិបាកក្នុងខ្លួនដោតអារម្មណ៍ធ្វើការឬក៏ស្ដាប់ការងារអត់ចាញ់ទេពេលហ្នឹងគឺអារម្មណ៍នៅតែដៃរបស់តួស្រីហ្នឹងខ្លាចតែប៉ះអីរបស់គាត់តែពេលដែលគាត់គិតថាគាត់លែងខ្វល់ចង់ប៉ះក៏ប៉ះទៅគាត់លែងគិតហើយតួស្រីបែរជាដកដៃចេញហើយគាត់ប្រាប់ថាគាត់អស់ទូនីតិហើយព្រោះធ្វើតែបាបតួប្រុសហើយក៏គាត់ដើរចេញទៅអញ្ចឹងការងារហ្នឹងប្រហែលជាគេចម្លងដាក់กระดาษឬក៏គេធ្វើអីមួយខ្ញុំអត់ច្បាស់ថងហ្នឹងខ្ញុំអត់ហ៊ានបញ្ជាក់មានអារម្មណ៍ថាហេគេលេងសើចនឹងខ្ញុំហេតុអីគេលេងសើចទៀតគឺគេធ្វើតាទង្វើធ្វើឲ្យយើងមានសង្ឃឹមហើយដើរចេញហើយមានសង្ឃឹមហើយដើរចេញនេះហើយជាចរិតរបស់តួស្រីដែលខ្ញុំចង់បញ្ជាក់ហើយបញ្ជាក់ទៀតនៅក្នុងរឿងអញ្ចឹងពេលដែលតួស្រីយើងគាត់លេងសើចម្ដងជាពីរដងអញ្ចឹងទៅធ្វើឲ្យតួប្រុសចាប់អារម្មណ៍កាន់តែខ្លាំងហើយទទួលបានអារម្មណ៍មួយទៀតគឺថាចង់ឲ្យគេចាប់អារម្មណ៍តែតួស្រីបែរជាលេងសើចបន្ទាប់ពីជួបរឿងបែបហ្នឹងតួប្រុសយើងគឺមិនអាចផ្ដោតអារម្មណ៍ធ្វើការបានល្អទេគឺមេនិយាយតិចឆ្វេងចេញតិចស្ដាមហើយគឺអត់មានអារម្មណ៍អីគឺក្នុងចិត្តគិតថាម្នាក់ហ្នឹងណាគេម្នាក់ហ្នឹងហេតុអីក៏ហ៊ានម៉េះអីចឹងនិយាយទៅគិតអត់សូវល្អហ្មងទេគិតរៀងអាក្រក់ដែរប៉ុន្តែចាប់អារម្មណ៍មនុស្សប្រុសហេតុអីចូលចិត្តអញ្ចឹងអូខេតអារម្មណ៍អញ្ចឹងពេញមួយថ្ងៃគាត់អត់មានបានទៅមុខទេគឺនៅមកកវល់នឹងឯងគាត់អាចធ្វើការព្យាយាមអញ្ចឹងដើរចេញក្រៅដើម្បីសម្លឹងមើលតួឯកស្រីយើងថាគាត់កំពុងធ្វើអីធ្វើការអីមិនអញ្ចឹងចេះចង់ដឹងចេះចង់មើលគេចេះតែចង់លួចមើលគេប៉ុន្តែតួស្រីអ្នកអរគ្នាគឺចិត្តដាច់ខ្លាំងមែនតើសំបីតែនិយាយមួយតួប្រុសឬក៏មើលតួប្រុសវិញគឺអត់សោះបន្ទាប់ពីធ្វើការរួចរាល់ប្រហែលជាម៉ោង3រសៀលដែរតួស្រីយើងគឺបានចេញទៅក្រៅអញ្ចឹងតួប្រុសក៏ចាប់អារម្មណ៍ថាហេតុអីគេចេញទៅក្រៅអីចឹងចង់ដឹងនិយាយចង់ដឹងពីគេអញ្ចឹងគាត់បានដើរទៅចិត្តដើម្បីស្ដាប់ក្រុមការងាររបស់តួស្រីគាត់បាននិយាយថាតួស្រីថ្ងៃគាត់ត្រូវទិញខុនដូព្រោះថាផ្ទះរបស់មីងគាត់ដែលគាត់ស្នាក់នៅហ្នឹងវាមកចំហៀងម្នាក់ពីក្រុមហ៊ុនដែលគាត់ធ្វើការគាត់ចង់សម្ភារឲ្យបានយូរតិចចឹងណាអញ្ចឹងបានគាត់ត្រូវទិញខុនដូនៅជិតកន្លែងធ្វើការដើម្បីគាត់ក្នុងការទៅមកអញ្ចឹងទៅគាត់ចង់សម្ភារឲ្យបានយូរទូព្រោះគាត់តែឮថាតួស្រីយើងចង់បានផ្ទះទិញខុនដូអីចឹងគឺគាត់វឹងទៅដែរគាត់ដឹងប្រហែលជាគាត់ដឹងថាទិញនៅម្ដុំណាអីចឹងនៅក្នុងនេះគេអត់បានបញ្ជាក់បន្ទាប់ពីដឹងច្បាស់ហើយតួប្រុសគឺរកតួស្រីនៅកន្លែងទិញខុនដូនឹងប៉ុន្តែតួស្រីយើងគឺទៅសួរនាំនេះគឺមិនមែនទៅសួរនាំធម្មតាទេគឺទៅទិញតែម្ដងអញ្ចឹងតួប្រុសយើងទៅអត់តាន់ទេ
ទៅដល់ទូស្រីទិញប៉បមកអញ្ចឹងទូប្រុសគឺចង់ទៅសួររឿងរ៉ាវផ្ទាល់ខ្លួនពីលក់ហ្នឹងប៉ុន្តែគេអត់ប្រាប់ទេគេអត់ប្រាប់នៅជាន់ទីម៉ានបន្ទប់លេខម៉ានអីគេអត់ប្រាប់ទេតតែទូប្រុសសួរពីព័ត៌មានខុនដូគេនិយាយថាអូនៅសល់បន្ទប់ថងណាអញ្ចឹងទៅដើម្បីឲ្យទូប្រុសហ្នឹងគឺប្រុសហ្នឹងគ្រាន់តែចង់ដឹងថាទូស្រីនៅណាទេអញ្ចឹងគាត់ចង់ដឹងលេខខុនដូណាខ្លះដែលនៅហើយខុនដូណាខ្លះទើបនឹងទិញពេលដែលគាត់ដឹងទូស្រីនៅខុនដូណាហើយគាត់ព្យាយាមថាទៅរកនៅបន្ទប់ឲ្យជាប់ទូស្រីហ្នឹងប៉ុន្តែចៃដន្យវាអត់មានទេវាមានតែចំហៀងឡើងពីបន្ទប់អីដែរណាអញ្ចឹងហើយទូប្រុសយើងគឺសម្រាប់ចិត្តទៅមើលបន្ទប់ស្អែកឡើងថ្ងៃថ្មីទូស្រីយើងចូលធ្វើការដូចធម្មតាអត់មានរឿងអីបន្តិចទេគូសម៉ូតអាគារអីហើយក៏គាត់ប្រញាប់ចេញទៅរៀបចំបន្ទប់ខុនដូគាត់ណាក៏ទូប្រុសយើងគឺអត់មានធ្វើការអីទេរត់ទៅតាមទូស្រីហ្នឹងគេទៅមើលខុនដូគាត់ទៅម្ដងទៀតលើកហ្នឹងក៏គាត់ទៅដោយសារតែគាត់ចាប់អារម្មណ៍ទូស្រីខ្លាំងពេករហូតដល់ថ្នាក់ទិញខុនដូទិញដែរអត់ព្រមសួរនាំអីគាត់ធម្មតាគាត់អត់ទិញខុនដូទេទូទប់អាផាតមិនជួអីចឹងណាគាត់នៅជាលក្ខណៈខុនដូដាច់ទេស្ដាយលុយដែរគាត់គិតថាគាត់មានកម្រងទៅរស់នៅជាមួយម្ដាយពុកគាត់ចឹងតែដោយសារតាគាត់ចង់តាមទូស្រីខ្លាំងទៅគាត់ទិញខុនដូនឹងទូស្រីយើងគឺរៀបចំអីវ៉ាន់ចូលក្នុងបន្ទប់នឹងអត់បានរវល់ថាអូមាននរណាគេទូស្រីយើងគឺគាត់គិតតែពីរៀបចំទូប្រដើរទៅដើរមកដើម្បីចង់ឲ្យគាត់អូកំពុងតែទិញអីចិត្តគ្នាអីចឹងដល់ពីទូស្រីអត់រវល់ហើយទូស្រីគឺគាត់ចោះទៅក្រោមវិញគាត់ចោះចដាប្រអប់ទៅក្រោមទូប្រោះវឹងចូលក្នុងចដាប្រអប់ដែរគាត់គិតថាគាត់នឹងសួរនាំឲ្យច្បាស់ហ្នឹងណាគ្រាន់តែចូលទៅដល់ចុចតាលេខហើយចដាបិទគាត់គ្រាន់តែងាកមុខមកសួរទូស្រីគឺទូស្រីចាប់គាត់ជាប់ថើបទៀតហើយត្រង់នេះគឺជាភឺសបរអ្នកនិយាយមែនគាត់ថើបទូប្រុសនឹងទៀតថើបរហូតដល់ចរាយន្តបាទគឺនិយាយអីអត់ចេញថាមកនិយាយជំរះមួយគេចឹងណាប៉ុន្តែនិយាយអត់ចេញត្រូវទូស្រីថើបជាប់និយាយទៅថើបមាត់ជាប់ហ្មងនិយាយតែមួយម៉ាត់អត់ចេញផងអញ្ចឹងយើងស្លេះប៉ុណ្ណេះសិនចាំវគ្គក្រោយ